សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរទៅខេត្តរមៀនជ័យស្រុកត្រពាំងប្រាសាទហ្នឹងហើយអ្នកទាំងអស់គ្នាដោយសារតែផ្លូវវាឆ្ងាយវាចូល400គីឡូជាងឯណោះអញ្ចឹងខ្ញុំមានតែទៅរកឡានជិះទេក្រុមហ៊ុនមាន2 3ក្រុមហ៊ុនដែរតែខ្ញុំសម្រេចចិត្តថាសាកក្រុមហ៊ុននេះម្ដងដោយសារតែវាទៅតែបើកថ្មីមិនយីថ្មីប្រហែលទេគាត់តែយើងមិនដែលបានជិះទៅត្រពាំងប្រាសាទ185ពេលយប់ចង់និយាយស្អែកគាត់ចេញមួយថ្ងៃទៀតពេលយប់ពីពេញទៅដល់ត្រពាំងស្មាត់ដល់ថ្ងៃនេះអ្នកតាមមកគាត់50000 2 100000ណាបាទបន្ទាប់ពីចូលចានតម្លៃត្រូវហើយគាត់នឹងសួរនាំយើងពីលេខក្រែដែលយើងចង់ជិះនិងម៉ោងដែលយើងចង់ទៅហើយកុំភ្លេចទុកលេខទូរស័ព្ទមួយគាត់ទេផងបើមិនយើងទៅយឺតអីគាត់នឹងទេរកយើងហើយឥឡូវបានសម្បត្តិឡានហើយតម្លៃ150,000ទិញសម្បត្តិឲ្យមកធ្វើការដូចធម្មតាបានមួយថ្ងៃមិនដឹងថាខ្លួនឯងទិញសម្បត្តិខុសថ្ងៃឥឡូវយើងមានទៅវិញទេចាំមើលទៅសួរនាំគាត់ថាដូរមួយថ្ងៃដែលយើងចង់ទៅវិញបានអត់ព្រោះថាខែបុណ្យខែទៀនអញ្ចឹងដឹងតាកៅអីក្រែទៀចនេះគឺណែនពេញអស់ហើយយកទិញសម្បត្តិមកខុសឥឡូវដូរថ្ងៃវិញខុសថ្ងៃស្ដីម្សិលមិញពេលជប់ខ្ញុំទិញច្រឡំមកថ្ងៃ14ខ្ញុំបានតាក់ទងតាម Telegram ដែរតែដូរថ្ងៃហ្នឹងហើយដូរថ្ងៃទៅថ្ងៃ13បាទលេខចឹងហើយថ្ងៃទៅយប់ថ្ងៃ13វិញមកបាទអីដដែលបាទម៉ោង8តែដូរថ្ងៃបាទគុណច្រើនដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងខ្ញុំដូរសម្បត្តិបានហើយខ្ញុំគិតថាគាត់នឹងដូរឲ្យទេដោយសារវាជាកំហុសរបស់ខ្ញុំយ៉ាងណាក៏អរគុណដល់ក្រុមហ៊ុនដែលគាត់យោគយល់កុំឲ្យមកដល់ពេលនេះគេដល់លេងពេញស្រុកខ្ញុំមិនទាន់បានឡើងក្រុងទៅផងអញ្ចឹងចាំទៅមើលទាំងអស់គ្នាថាក្រុមហ៊ុនថ្មីដែលខ្ញុំរកចិត្តថាជិះទៅស្រុកហ្នឹងវាស្រួលជិះប៉ុណ្ណាយើងចាំទៅមើលនៅវីដេអូបន្ទាប់ទាំងអស់គ្នា